កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាកបុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិងកូនចំនួន12នាក់ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្តទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើនអ្នកហើយដោយផលនេសាទពងសហុចផលអយផងនោះជីវភាពគ្រួសារគាត់ចេះដុនដាបទៅជាលំដាប់ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុកបានសោះពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរកចាប់ត្រីតែស៊ុំបីតកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រឡប់ទៅផ្ទះដោយដៃទទេនោះបានទេប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទូតគាត់ហើយកូនទាំង12នាក់ច្បាស់ជាយំទារកអាហារដោយស្រែកឃ្លានគាត់ពិបាកចិត្តជាខ្លាំងដកដង្ហើមវែងដោយអស់សង្ឃឹមនៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងហៀបអស់ទាំងគាត់ទៅហើយគាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយគាត់អង្គុយនៅគល់ដងមួយនៅមាត់សមុទ្រដោយទឹកមុខក្រៀមក្រោះគាត់ខំរើសរកប្របាយដើម្បីដោះស្រាយបញ្ហាជីវិតដែលហាក់ដូចជាសែនជំអៀតចំពោះរូបគាត់ណាបុរសយើងរកពុំឃើញកលណាមួយសោះគិតទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជ័យគាត់ស្រែកយំទ្រហោយំស្រែកយំទាស់ទៅលងលក់ទៅដោយឥតដឹងខ្លួនរំពេចនោះស្រាប់តែមានសំឡេងអាទឹកកំបាំងមួយលួនស្ទប់លូឡើងហើអ្នកឯងក្រណាស់ជួប្រញាប់ក្រោកឡើងឲ្យត្រឡប់ទៅផ្ទះទៅបុរសភ្ញាក់នឹងឃើញតាចាស់ម្នាក់សក់ស្កៅប្រងរយាយប្រកបដោយទឹកមុខមើងម៉ាក់បុរសកំសត់យើងព្រាត់មាត់ដោយអំណរពោលទៅកាន់តាចាស់សូមលោកម្ចាស់ជួយខ្ញុំផងជួឯងយកផ្លែដួងទី3នេះចុះតែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយជួឯងកាប់បំបែកដួងមួយនេះទៅកាលបើធ្វើដូច្នេះឯងនឹងបានសម្រេចឌូសេចក្តីប៉ងប្រាថ្នាបន្ថែមឡើយដូច្នេះនៅក្នុងចំនួនផ្លែដួងទាំង3ឯងអាចប្រាថ្នាបាន3យ៉ាងជួឯងយកវាទៅប្រើចោះតាចាស់ស្ដីចប់ក៏រលាយអន្តាធៀវបាត់ដល់អ្នកនេសាទត្រេករណាស់គាត់ក្រោកយួរផ្លែដួងទាំង3ធ្វើដំណើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយចំពោះពេកទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដួងទីទាំង3នោះពុំមាននរណាពេញចិត្តឡើយប្រពន្ធក៏ផ្ដាំស្រដីថាតាបែកយកផ្លែដួងមកធោះអីអញមិនស៊ីដួងទេកូនទាំង12នាក់ក៏ជួយស្រែកបន្ថយឮដូច្នេះបរោះកំសត់គាត់ដាក់ដួងចោះហើយអង្គុយក្បែរនោះពោនេះទឹកមុខជាញ៉ាំថាឯងមិនដឹងទេឬដួងនេះជាដួងទីណាឯងចង់លបងឬណេះតាពេកកុំអួតតែផ្ដាស់ពុះមើលលបងទៅហុកប្រាថ្នាសុំកូនបានពុន10នាក់ទៀតមើលបរោះជាប្តីក៏ចង់លបងប្រសិទ្ធភាពដួងទីគាត់សឹងតែភរិយាស្ដីចាប់ពុំតាន់កតុំគាត់ក៏ขับបំបីដួងទីមើលភ្លាមកូនក្មេង10នាក់ទៀតក៏ប្រកាសឡើងភ្លាមជួបគាត់ញីភ្នែកសម្លឹងទៅវងក្មេងដោយឆ្ងល់ផងភ័យផងគាត់ភ័យព្រួតប៉ាថែមកូន10នាក់ទៀតគាត់មានអ្វីចិញ្ចឹមវីដូចជាអ្នកគាត់ក៏បបួលប្រពន្ធគាត់កាប់ដួងដើម្បីប្រាថ្នាសូមឲ្យកូនទាំងអស់នោះត្រឡប់ទៅវិញគាត់ក៏ពោលថាសូមឲ្យកូនទាំងអស់នេះត្រឡប់ទៅវិញចុះយើងពុំមានអ្វីចិញ្ចឹមវាទេថាហើយក៏កាប់បំបែកដួងទី2ទៅកុមារីទាំងអស់រួមទាំងកូនផ្ទាល់របស់គាត់ផងក៏រលាយអន្តាធានបាត់ស្រមោលអស់ទៅហើយឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហោយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូនគាត់យំរំអុកសម័យប្តីយកកូនមកវិញបុរសប្តីតល់គំនិតគាត់ខាប់ដងពី3បង្ហើយប្រាថ្នាសូមយកកូនមកវិញគាត់ក៏បានសម្រេចដោយសេចក្តីប្រាថ្នាបុរសប្តីប្រពន្ធធ្វើមុខស្ងួតតែដងទីពុំបានជួយអ្វីជាប្រច័យឲ្យគាត់ឡើយ